រដងធ្លាប់តែទិញគេញ៉ាំតែថ្ងៃនេះគឺដូរទម្លាប់មកសាកធ្វើញ៉ាំខ្លួនឯងម្ដងមើលមានអីបងប្អូនរសជាតិអេមដែរតាចាជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកចែករំលែកពីរបៀបធ្វើទឹកជ្រលក់ទឹកសៀងសម្រាប់យកទៅជ្រលក់ជាមួយប្រហិតឬមួយក៏នំប៉័ងចៀនក៏កាន់តែមានរសជាតិឆ្ងាញ់ណាចំណែកឯការចំណាយវិញក៏តិចទៀតហើយក៏យើងអាចរក្សាទុកបានយូរថែមទៀតផងណាបងប្អូនចាហើយសម្រាប់គ្រឿងផ្សំរបស់យើងគឺមានតែប្រមាណមុខនេះឯងហើយគ្រឿងផ្សំសំខាន់ដែលយើងមិនអាចអត់បានហ្នឹងគឺគ្រឿងសាតេប៉ុន្តែយើងកុំដាក់ច្រើនណាបងប្អូនគឺយើងដាក់តែបន្តិចបានហើយដើម្បីយកក្លិនចង់ញ៉ាំប្រហិតទៅមានរសជាតិកាន់តែឆ្ងាញ់ណាបងប្អូនកុំភ្លេចសោះឡើយគឺបន្លែបើបានគ្រប់មុខដូចខ្ញុំចេះទៀតមកបងប្អូនអើយគឺថាឆ្ងាញ់អស់ទើសតែម្ដងចាមុននឹងចាប់ផ្ដើមធ្វើទឹកសៀងគឺខ្ញុំបានរៀបចំបន្លែយើងជាមុនសិនដែលយើងកាត់ដុំតូចធំតាមការចូលចិត្តមកណាបន្ទាប់មកទៀតគឺយើងយកទៅត្រាំជាមួយទឹកកកឲ្យជាស្រេបដល់បេះដូងពេលយើងយកទៅផ្ទាប់ជាមួយប្រហិតមានទឹកសៀងដ៏មានរសជាតិឆ្ងាញ់មកបងប្អូនអើយគឺថារសជាតិអេមណាស់ចាបន្ទាប់ពីយើងរៀបចំបន្លែបានរួចរាល់ហើយយើងទុកត្រាំជាមួយទឹកកកម្លេចសិនឥឡូវយើងដល់មកចាប់ផ្ដើមធ្វើទឹកសៀងម្ដងហើយការធ្វើទឹកសៀងគ្រឿងផ្សំមានដូចជាខ្ទឹមសខ្ញុំដាក់ 4-5 កាពឹសសៀងផ្អែមគឺជិតមួយចានចង្កឹះទឹកម្ទេស10គឺមួយចានចង្កឹះណាបងប្អូនទឹកម្ទេស10គឺដាក់ឲ្យច្រើនយ៉ាងគេទឹកពេញប៉ោះខ្ញុំប្រើម្សៅព្រាបាយនិងគ្រឿងសាតេម្សៅព្រាបាយដូចគ្នាទៅមកគឺយើងយកទៅកិនឲ្យម៉ត់ខៃមកណាបងប្អូនចុងក្រោយចាំយើងចាក់ចូលខ្ទះដើម្បីទៅកូរលើភ្លើងចាហើយនៅបាតកន្លងម៉ាស៊ីនកិនគឺមានជឹបគ្រឿងក្រៅដែលយើងបានដាក់កិនមិញយើងថែមទឹកចៀនតិចទៅដើម្បីកលែងគ្រឿងក្រៅយើងចេញឲ្យអស់មកណាបន្ទាប់មកខ្ញុំដាក់ស្ករស2 ស្លាបព្រាបាយនិងម្សៅស៊ុបខ្នុរគឺខ្ញុំដាក់តែកន្លះស្លាបព្រាបាយទេបងប្អូនហើយបន្ទាប់មកទៀតយើងលើកដាក់លើភ្លើងដោយយើងបើកភ្លើងរឹមបានហើយដើម្បីឲ្យទឹកសៀងរបស់យើងគឺពុះបានសព្វល្អចាហើយចុងក្រោយមកនេះយើងឃើញថាទឹកសៀងយើងឡើងខាប់បន្តិចដែរបងប្អូនដូច្នេះហើយខ្ញុំថែមទឹកធម្មតាចំនួន1 វែកសឡផងដែរព្រោះទឹកសៀងយើងពេលយើងកំពុងតែចម្អិនគឺយើងអត់ត្រូវការធ្វើខាប់ពេកទេបងប្អូនកាលណាតែទឹកសៀងយើងទុកឲ្យចុះត្រជាក់គឺទឹកជ្រលក់ទឹកសៀងរបស់យើងណាគឺនឹងឡើងខាប់មកវិញហើយការចម្អិននេះគឺយើងទុកតែមួយពុះពីរពុះគឺទឹកសែងរបស់យើងបានឆ្អិនល្អហើយបងប្អូនគឺយើងទុកបានយូរមែនទែនអត់ភ័យតែខ្លាចឡើងប្អូនទេណាចាបន្ទាប់មកទៀតគឺយើងរោចានអីមួយមកចាក់ដាក់ទុកមួយឡែកទៅឥឡូវគឺយើងចាប់ផ្ដើមទៅបំពងប្រហិតរបស់យើងម្ដងហើយការបំពងប្រហិតនេះក៏ជាចំណុចសំខាន់ដែរបងប្អូនគឺយើងទុកខ្លាញ់ឲ្យក្តៅឲ្យខ្លាំងគឺចាំយើងចាក់ប្រហិតចូលជៀសវាងយើងបំពងខ្លាញ់អត់ក្តៅគឺធ្វើឲ្យប្រហិតរបស់យើងអត់ពងបានល្អហើយជាពិសេសគឺបៀមខ្លាញ់ពីយើងញ៉ាំទៅក៏ឆាប់តលឿនផងដែរបងប្អូនចំណែកការបំពងនំប៉័ងក៏ដូចគ្នាដែរគឺយើងដាក់ខ្លាញ់ឲ្យក្តៅដូចគ្នាចាំយើងទម្លាក់នំប៉័ងចូលហើយនំប៉័ងគឺយើងអត់ត្រូវការបំពងយូរដែរបងប្អូនយើងមើលតែផ្នែកខាងក្រៅស្រួយមកល្មមគឺយើងអាចលើកចេញបានហើយចាឲ្យខ្ញុំថ្ងៃនេះគឺខ្ញុំបំពងប្រហិតញ៉ាំជាមួយទឹកសៀងហើយក៏មាននំប៉័ងអមជាមួយផងដែរបងប្អូនគឺដាក់ដុបចូលគ្នាពេញណាពេញណីហើយនេះស្អែកចាំយើងសរកបងប្អូនថ្ងៃនេះយើងហូបធម្មតាសិនណាស្អែករងាយបងប្អូនអើយបូកគីឡូរាល់ថ្ងៃដឹងហើយឮហើយថាហាមួយមុខនេះគឺញ៉ាំមិនសូវជាល្អសម្រាប់សុខភាពប្រហែលដែរតែមិនអីទេបងប្អូនអើយយើងញ៉ាំយូរម្ដងបានហើយណាចាសម្រាប់នំប៉័ងជីននិងប្រហិតជីនយកមកជ្រលក់ជាមួយទឹកសៀងរបស់ខ្ញុំគឺថាមានរសជាតិឆ្ងាញ់ណាស់បងប្អូនជាពិសេសយើងបានផ្ទាប់ជាមួយបន្លែដែលខ្លះសេជាមួយទឹកកកត្រជាក់ស្រេបស្រួយស្រាប់យ៉ាងនេះទៀតហើយយើងបានជ្រលក់ជាមួយទឹកសៀងដែលមានរសជាតិឈ្ងុយឆ្ងាញ់ទៀតបងប្អូនអើយគឺថាត្រូវជាតិគ្នាណាស់បញ្ជាក់តិចណាបងប្អូនមកធ្វើត្រូវរោសៀងផ្អែមងាយស្រួលក្នុងការលៃលោកដាក់គ្រឿងការបង្ហាញរបស់ខ្ញុំគឺបានរួចរាល់ហើយអរគុណច្រើនពុកម៉ែបងប្អូនជម្រាបលា